ngày thì mà pay pel khai bờ môi chna pi pon mà pay bờ môi ngày màเป็นจิตสบายចិត្តមែនតើបានទៅចូលរួមដល់ទស្សនកិច្ចជាមួយពុកម៉ែបងប្អូនជីវករអ្នកលក់ដូរអីចឹងហ្នឹងបងប្អូនទាំងគ្នាហើយថ្ងៃនេះក៏បានទៅហើយទស្សនកិច្ចនៅហើយកន្លែងផ្ទាំងសូឡាបងប្អូនទាំងគ្នានៅកន្លែងផ្ទាំងសូឡាខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើបងប្អូនពិតជាសប្បាយចិត្តខ្លាំងមែនតើពិតតែនៅចិត្តមែនប៉ុន្តែបងប្អូនទាំងគ្នាយើងមិនងាយបានចូលក្នុងនៅក្នុងនឹងទីណាបងប្អូនទាំងគ្នាពិតជានៅចិត្តមែនប៉ុន្តែយើងមិនងាយបានចូលទេប៉ុន្តែថ្ងៃនេះក៏មានពិតជាសប្បាយចិត្តមែនតើបងប្អូនទាំងគ្នាគេបានឲ្យយើងទស្សនកិច្ចនៅក្នុងកន្លែងធ្វើការប្រគេណាបងប្អូនទាំងគ្នាហើយនេះក៏បានគ្នាហើយបងប្អូនយើងច្រើនមែនតើបងប្អូនយើងច្រើនណាស់បានមកទស្សនកិច្ចមកឲ្យដឹងពីកន្លែងហើយសូឡានឹងស្រូបធម្មពលឲ្យគេប្រាប់ច្រើនបងប្អូនទាំងគ្នាប៉ុន្តែខ្ញុំមិនចាំមិនអស់ទេបងប្អូនទាំងគ្នាគេប្រាប់ពីមិនបងប្អូនទាំងគ្នានេះកំពុងតែណែនាំយើងអំពីភ្លើងអីហ្នឹងបងប្អូនទាំងគ្នាខ្ញុំក៏មិនហើយស្ដាប់ដែរប៉ុន្តែយើងចេញមកតែវិញគឺផ្លេចអស់តែម្ដងបងប្អូនទាំងគ្នាឥឡូវនេះបានគេកំពុងតែប្រជុំប្រាប់យើងពីហេតុផលផ្ទាំងស្រូបពលឺព្រះអាទិត្យនឹងមិនក្នុងទំហំដីនឹងវាមានបានហាត់ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងហើយយើងក៏ស្ដាប់ហើយចេញមកវិញបងប្អូនទាំងគ្នាព្រោះអីក្តៅពេកមេក្តៅចឹងយើងនៅអត់បានយូរទេគាត់ក៏នៅអត់បានយូរដែរចាប់ដើមដល់ចេញថ្ងៃនឹងក្នុងមួយល្ងាចនឹងក៏មិនដើរទេមកកន្លែងនឹងដែរបងប្អូនទាំងគ្នាគឺមកតាមរោងចក្រច្រើនបងប្អូនទាំងគ្នារោងចក្រមីមីឌៀនេះក៏ចូលដែរបងប្អូនទាំងគ្នាគឺសប្បាយចិត្តមែនតើយើងមិនងាយបានចូលទេបងប្អូនទាំងគ្នាមកទូអត់មើលពីខាងក្រៅទេណាបងប្អូនទាំងគ្នាយើងមិនងាយបានចូលទេគឺរោងចក្រធំមែនតើបងប្អូនទាំងគ្នាអត់តាន់តែគេអ្នកធ្វើការក្នុងនឹងបានគេមានអត់មានសិទ្ធចូលបងប្អូនទាំងគ្នាឥឡូវនេះគេបានឲ្យយើងទស្សនកិច្ចតាមរោងចក្រគេណាបងប្អូនទាំងគ្នាមុននឹងចូលរោងចក្រគេមកឲ្យស្រោមជើងបងប្អូនទាំងគ្នាស្រោមជើងកុំឲ្យដើរទៅល្អិលឬមួយក៏ប្រឡាក់ការ៉ូប្រឡាក់អីចឹងបងប្អូនទាំងគ្នាបើយើងដើរវាដីទៅបងប្អូនទាំងគ្នាយើងពាក់ស្រោមជើងម្នាក់មកគូបងប្អូនទាំងគ្នាគឺច្រើនមែនតើបងប្អូនជីវករយើងគឺច្រើនគេឲ្យទៅទស្សនកិច្ចគេនិយាយរួមទៅមកខេត្តពោធិ៍សាត់តែម្ដងបងប្អូនទាំងគ្នាមកខេត្តពោធិ៍សាត់គឺទៅទាំងអស់តែម្ដងបងប្អូនទាំងគ្នាមកខេត្តពោធិ៍សាត់ហ្នឹងទៅតែអ្នកលក់ដូរទេណាបងប្អូនទាំងគ្នាអាជីវកម្មទេអ្នកលក់ដូរហ្នឹងគឺគេឲ្យទៅទាំងអស់បងប្អូនទាំងគ្នាទៅអើយបងប្អូនទាំងគ្នាខ្ញុំមិនសូវចេះរៀបរាប់ច្រើនទេបងប្អូនទាំងគ្នាឥឡូវបានដើរមើលក្នុងរោងចក្រនឹងតើមានអីខ្លះបងប្អូនទាំងគ្នាក៏យើងដើរមើលគេប្រាប់យើងពីនេះពីនោះពីរោងចក្រនឹងគេកំពុងធ្វើអីបងប្អូនទាំងគ្នាអញ្ចឹងហើយយើងជាឈរស្ដាប់ទៅបងប្អូនប៉ុន្តែចេញមកក្រៅវិញភ្លេចអស់ហើយបងប្អូនអើយស្ដាប់អត់បានព្រោះទៅនៅក្នុងនឹងស្ដាប់បានតែចេញមកក្រៅគឺភ្លេចអស់ហើយណាមួយចូលទៅដល់ក្នុងនឹងភ្លាមគឺភ្លៀងមកតែម្ដងបងប្អូនទាំងគ្នាអញ្ចឹងនៅក្នុងនឹងរៀងយូរបន្តិចដែរនៅយើងឈរចាំយូរបន្តិចដែរអារម្មណ៍ទៅរាំងភ្លៀងបានយើងអាចចេញបន្តទៅរោងចក្រមួយទៀតរោងចក្រនៅក្នុងនឹងច្រើនបងប្អូនទាំងគ្នាអញ្ចឹងយើងដើរវាមិនអស់ទេបងប្អូនទាំងគ្នាអើយយើងដើរបានតែមួយសិនទេបងប្អូនអញ្ចឹងហើយយើងបានចូលប៉ុណ្ណេះគឺសប្បាយចិត្តមែនតើបងប្អូនទាំងគ្នាគឺបុគ្គលិកយើងទៅគឺស្វាគមន៍យើងមែនតើណាបងប្អូនទាំងគ្នាដូចយើងហើយនេះចឹងណាបងប្អូនហើយមិនហ៊ាននិយាយច្រើនបងប្អូនទាំងគ្នាឡើងមកបាទចង់លឺនៅក្នុងនឹងបងប្អូនទាំងគ្នានៅក្នុងនឹងមានម៉ាតមានអីហ្នឹងហើយវីដេអូខ្ញុំក៏មានច្រើនដែរបងប្អូនទាំងគ្នាតាមដានហើយទស្សនាវីដេអូក្រោយទៀតបងប្អូន